រឿងព្រេងនិទានអាចកំបាំងដបឃុំវិញ្ញាណភាគ2សេចក្តីសុខក្នុងភូមិព្រៃបាយនិងភូមិជិតខាងហាក់ទើបតែបានដកដង្ហើមធូរពុំតាន់បានប៉ុន្មានផងស្រាប់តែរលកនៃសេចក្តីស្លាប់ថ្មីមួយបានបកមកដល់គ្រូធ្មប់ម្នាក់ដែលលបលន់ចង់តាំងខ្លួនជាស្ដេចមន្តអាគមបានលួចហាត់វិធីខ្មៅដ៏សាហាវយង់ខ្នងគ្រូកំណាចនោះបានចាប់បង្ខំវិញ្ញាណខ្មោចតៃហោងនិងព្រាយបិសាចឲ្យចូលសន្ធិដ្ឋធ្វើបាបអ្នកស្រុកត្រឹមតែរយៈពេលខ្លីមនុស្សជាច្រើនអ្នកបានធ្លាក់ខ្លួនឈឺដោយគ្មានមូលហេតុរាងកាយស្គមស្កាំងរវើរវាយខ្លះក្អត់ឈាមស្លាប់យ៉ាងអាណោចអាថមគោលបំណងរបស់គ្រូធ្មប់នេះគឺសម្រាប់អ្នកភូមិដើម្បីប្រមូលយកដួងវិញ្ញាណអ្នកទាំងនោះមកធ្វើជាបរិវារនិងបញ្ចេញឫទ្ធិអំណាចឲ្យគេឯងកោតខ្លាចសំឡេងយំសោកបោកខ្លួនបានបន្លឺឡើងពេញភូមិអ្នកស្រុកដែលនៅសល់បាននាំគ្នារត់មកក្រាបសំពះសុំក្តីមេត្តាពីលោកតាយេនដោយទឹកចិត្តមេត្តាធម៌លោកតាយេនបានប្រើមន្តអាគមសខ្មៅដោះអំពើនិងរំដោះវិញ្ញាណទាំងនោះឲ្យតែចាប់ជាតិធ្វើឲ្យអ្នកភូមិបានជាសះស្បើយឡើងវិញជាហូរហែតង្វើរបស់លោកតាយេនបានធ្វើឲ្យគ្រូអាគមខ្មៅនោះខឹងសម្បាយយ៉ាងខ្លាំងព្រោះមានគេហ៊ានមករំខានមហិច្ឆតារបស់ខ្លួនវាបានផ្ញើសារតាមរយៈខ្យល់ខ្មៅមកប្រកាសសង្គ្រាមដកវិញ្ញាណតទល់ជាមួយលោកតាយេនដោយផ្ទាល់ថ្ងៃច័ន្ទពេញបូរមីបានឈានជន់មកដល់ពន្លឺព្រះច័ន្ទពណ៌លឿងទុំបញ្ចាំងកាត់ពពកខ្មៅដែលរសាត់យ៉ាងលឿនបង្កើតបានជាបរិយាកាសត្រជាក់ស្រេបនិងស្ងាត់ជ្រងំគួរឲ្យព្រឺសម្បុរសូម្បីតែសត្វល្អិតក៏មិនហ៊ានយំនៅរៀនហៅផ្ទះលោកតាយេនបានរៀបចំរណ្ដាប់សីមាការពារជុំវិញខ្លួនយ៉ាងតឹងរឹងគាត់មានទឹកមុខមាំតែបង្កប់ដោយក្តីបារម្ភគាត់បានហៅលោកយាយសេងជាភរិយាមកជិតរួចចាប់ដៃយ៉ាងណែនហៅផ្ដាំដោយសំឡេងធ្ងន់ធ្ងរថាយាយវាយប់នេះមានគេមកផ្សាយអាគមជាមួយខ្ញុំហើយពេលបន្តិចទៀតនេះខ្ញុំត្រូវដកវិញ្ញាណចេញពីរាងកាយដើម្បីទៅតទល់ជាមួយវិញ្ញាណរបស់វាបើសិនជាយាយឯងឃើញរូបរាងកាយរបស់ខ្ញុំកម្រើកញ័រឬស្រែកអ៊ូអែយ៉ាងណាក៏ដោយសូមយាយកុំប៉ះរាងកាយខ្ញុំឲ្យសោះបើមានអ្នកណាហ៊ានប៉ះកាយខ្ញុំវិញ្ញាណខ្ញុំនឹងត្រូវកន្ត្រាក់ត្រឡប់មកវិញភ្លាមពេលនោះខ្ញុំនឹងត្រូវចាញ់អាគមវាហើយខ្ញុំប្រកាសជាត្រូវធ្លាក់ខ្លួនឈឺស្លាប់មិនខានឡើយត្រូវចាំសម្ដីខ្ញុំឲ្យច្បាស់លោកយាយសេងស្ដាប់ហើយស្រក់ទឹកភ្នែកងក់ក្បាលទទួលពីក្តីប្តីទាំងចិត្តភ័យរន្ធត់ម៉ោង12រំលងអធិរាជលោហិតនៃភាពងងឹតគ្របដណ្ដប់ពេញផែនដីសំឡេងឆ្កែលូពីចម្ងាយបន្លឺឡើងតគ្នាហាក់ដូចជាកំពុងឃើញកងទ័ពខ្មោចដើរដង្ហែខ្យល់គួយបក់មកទង្គិចជញ្ជាំងផ្ចាក់លាន់សូរក្រែងលោកតាយេនបិទភ្នែកតម្កល់សមាធិដៃប្រណម្យរំពេចនោះដង្ហើមរបស់គាត់ចាប់ផ្ដើមខ្សោយទៅរហូតដល់ស្ងាត់ឈឹងតែកាយវិការនៅតែអង្គុយត្រង់ខ្លួនដួងវិញ្ញាណរបស់គាត់បានចាកចេញពីរាងកាយបោះជំហានចូលទៅក្នុងសមរភូមិអរូបីនៅឯលំហវិញ្ញាណការប្រយុទ្ធគ្នាបានប្រព្រឹត្តទៅយ៉ាងកក្រើកគ្រូធ្មប់ខ្មៅបានបញ្ចេញកងទ័ពព្រាយបិសាចនិងដាវអាគមសម្ដៅមករកលោកតាយេនតាយេនប្រើប្រាស់ខណ្ឌពន្លឺវាយបុកកាប់បំផ្លាញវិញ្ញាណអាក្រក់ទាំងនោះដោយសារគ្រូធ្មប់នោះស្រូបយកថាមពលពីការសម្លាប់មនុស្សកម្លាំងរបស់វាខ្លាំងក្លាណាស់ធ្វើឲ្យលោកតាយេនត្រូវប្រើប្រាស់កម្លាំងបារមីស្ទើរតែអស់ពីខ្លួនដើម្បីទប់ទល់ពេលវេលាចេះតែកន្លងផុតទៅស្រាប់តែនៅខាងក្រៅរូបរាងកាយរបស់លោកតាយេនដែលកំពុងតែអង្គុយស្ងៀមនោះចាប់ផ្ដើមញ័រញាក់យ៉ាងខ្លាំងញើសត្រជាក់ហូរស្រក់ចុះមកកាត់ផ្ទៃមុខសរសៃឈាមនៅកប្រឹងឡើងប៉ោងឃ្លាចាប់ផ្ដើមបំរាស់ននៀល
នឹងបន្លឺសំឡេងស្រែកថ្ងោនអ៊ូអែក៏នឹងបំពង់កហាក់ដូចជាកំពុងរងការឈឺចាប់យ៉ាងខ្លាំងបំផុតលោកយាយសេងដែលអង្គុយមើលពីចម្ងាយឃើញស្វាមីជាទីស្រឡាញ់កំពុងតែប្រកាច់ប្រកិនសម្បូរប្រៃជាស្លេកនិងមានឈាមហូរចេញពីជ្រុងមាត់ដោយសេចក្តីស្រឡាញ់និងការភ័យស្លន់រហូតហេតុពេកភាពភ័យខ្លាចបានចូលមកលុបបំបាត់ការចងកម្មទាំងស្រុងលោកយាយទ្រាំលែងបានក៏ស្ទុះរត់យ៉ាងលឿនទៅអូបរាងកាយលោកតាយ៉ែនរួចស្រែកយំថាតាវាកុំកើតអីណាគ្រាន់តែបាត់ដៃរបស់លោកយាយសេងប៉ះចំស្មាលោកតាយ៉ែនភ្លាមផាំងខ្យល់បោកយ៉ាងសន្ធោរចេញពីរាងកាយលោកតាធ្វើឲ្យលោកយាយផ្លាតខ្ទាតចេញនៅក្នុងសមរភូមិវិញ្ញាណលោកតាយ៉ែនដែលកំពុងតែឈរទប់ទល់ស្រាប់តែទ្រឺកម្លាំងអរូបមួយកន្ត្រាក់វិញ្ញាណរបស់គាត់យ៉ាងទាល់ហណាប់ធ្វើឲ្យគាត់បើកចន្លោះប្រហោងគ្រូធ្មប់ខ្មៅឃើញឱកាសក៏បាញ់បញ្ជុលមជុលអាគមខ្មៅទម្លុះចំដើមទ្រូងវិញ្ញាណលោកតាវិញ្ញាណទ្រឺទៀងចូលរូបរាងកាយវិញទាំងបងខំនិងរងរបួសធ្ងន់ធ្ងរលោកតាយ៉ែនបើកភ្នែកឡើងទាំងរុនធត់ក្អកឈាមខ្មៅកកចេញមកមួយគំនោធំប្រឡាក់ពេញកម្រាលគាត់ដកដង្ហើមញាប់ដៃញ័រតត្រឿតចង្អុលទៅមុខទាំងសោកសាយយាយវាហេតុអ្វីមិនស្ដាប់បណ្ដាំខ្ញុំលោកយាយសេងភ្ញាក់ស្មារតីដឹងខ្លួនថាខ្លួនឯងបានប្រព្រឹត្តកំហុសដ៏ធំបំផុតដែលមិនអាចកែប្រែបានគាត់លុតជង្គង់អោបប្តីយំរៀបរាប់ទាំងបោកខ្លួនចម្រើននឹងប៊ុនលីដែលរត់មកពីបន្ទប់ឃើញសភាពឪពុកក៏ស្ទុះមកត្រកងឪពុកទាំងទឹកភ្នែកលោកតាយ៉ែនដឹងខ្លួនថាស្លាកស្មាមអាគមខ្មៅបានជ្រៀតចូលដល់បេះដូងទៅហើយគាត់ព្យាយាមលេបការឈឺចាប់សម្លឹងមើលមុខកូនប្រុសទាំងពីរជាលើកចុងក្រោយចម្រើនប៊ុនលីពុកច័ន្ទបោកអាគមវាហើយថែរក្សាម្ដាយនិងអ្នកភូមិជំនួសពុកផងនិយាយចាប់ដង្ហើមចុងក្រោយក៏ទ្រឺផ្ដាច់បាត់ទៅផ្ទៃមេឃចាប់ផ្ដើមបង្អូរភ្លៀងចក់មកយ៉ាងខ្លាំងហាក់ដូចជាកំពុងយំសោកស្ដាយចំពោះការបាត់បង់បង្អែកដ៏ធំរបស់អ្នកភូមិព្រៃបាយចម្រើននឹងប៊ុនលីសម្លឹងមើលសាកសពលោកតាយ៉ែនដោយកែវភ្នែកប្រែពីភាពសោកសៅទៅជាគំនុំនិងការតាំងចិត្តយ៉ាងមាក់មាត់ព្រឹត្តិការណ៍យប់នេះមិនមែនជាទីបញ្ចប់ឡើយតែវាគឺជាចំណុចចាប់ផ្ដើមនៃការសងសឹកនិងការលាងជម្រះមន្តអាគមខ្មៅដែលពួកគេត្រូវតែងើបឈរតតាំងពិធីបុណ្យសពលោកតាយ៉ែនត្រូវបានរៀបចំឡើងយ៉ាងស្ងាត់និងសោកសង្ស្រេងបំផុតមេឃនៅតែបន្តធ្លាក់ភ្លៀងរលីមស្រេចហាក់ដូចជារួមទុកជាមួយអ្នកភូមិព្រៃបាយលោកយាយសេងយំរហូតសន្លប់បាត់ស្មារតីជាច្រើនដងដោយក្តីវិបចារស័យដែលខ្លួនជាដើមហេតុធ្វើឲ្យស្វាមីត្រីស្លាប់ចម្រើននឹងប៊ុនលីឈរនៅមុខក្តារមឈររបស់ឪពុកសម្លឹងមើលអណ្ដាតភ្លើងឆេះរាងកាយរបស់ឪពុកអ្នកទាំងពីរមិនហូរទឹកភ្នែកទៀតហើយព្រោះទឹកភ្នែកបានរីងស្ងួតអស់ហើយអ្វីដែលនៅសល់គឺកំហឹងដែលឆេះឈួរក្នុងទ្រូងរំពេកនោះមានក្អែកខ្មៅមួយក្បាលហៅមកទុំនៅមេឃឈើក្បែរនោះបន្លឺសំឡេងក្អែករួចនិយាយជាភាសាមនុស្សដោយសំឡេងស្អកក្រើតថាវិនាសហើយគ្រួសារឯងអស់ទីពឹងហើយអ្នកភូមិឯងបន្ទាប់ពីនេះនឹងក្លាយជាចំណីរបស់អញហានេះគឺជាសារចំអកពីគ្រូធ្មប់ខ្មៅនោះចម្រើនកម្មមាត់ទាញព្រះខ័នគប់សម្ដៅក្អែកនោះភ្លាមតែវាបានប្រែជាផ្សែងខ្មៅហោះបាត់ទៅបន្សល់ទុកតែសំឡេងសើចដែលគួរឲ្យក្អើមក្រអើមយប់នោះបងប្អូនទាំងពីរចូលទៅក្នុងបន្ទប់សមាធិរបស់ឪពុកប៊ុនលីនឹកឃើញពាក្យបណ្ដាំចាស់ដែលឪពុកធ្លាប់ប្រាប់រឿងកន្លៃលះគម្ពីរស្រូតកំបាំងពួកគេរុញអាសនៈចិនរួចគាស់ក្តារបាតផ្ទះក៏ប្រទះឃើញហេបឈើក្រហមមួយខាងក្នុងមានគម្ពីរស្លឹករឹតចាស់កម្រិតមួយនិងខ្សែសីមាប្រឡាក់ឈាមស្ងួតខំវាគឺជាមុនបាឌីឡូងជាវិជាកំពូលដែលអាចបញ្ច្រាស់អាគមខ្មៅទៅរកម្ចាស់ដើមវឹង
តែញាក់ប្រើត្រូវមានចិត្តស្ងប់ដោយទឹកកកនិងហ៊ានបូជាឈាមខ្លួនឯងចម្រើននឹងប៊ុនលីយកកំបិតមុតឈោតបាត់ដៃទម្លាក់ឈាមលើគម្ពីរដើម្បីបើកសច្ចាប្រណីឋានកូនសូមបូជាឈាមនឹងកម្លាំងកាយចិត្តដើម្បីកម្ចាត់មារសត្រូវលាងចម្រាក់គុណនំឲ្យពុកនិងការពារអ្នកភូមិព្រៃបាយ រំពេចនោះតួអក្សរលើស្លឹករឹតក៏បញ្ចេញពន្លឺពណ៌មាសប្លែកៗរត់ចូលទៅក្នុងសតិរបស់យុវជនទាំងពីរផ្ទេរនៅថាមពលនិងរបៀបប្រើប្រាស់វិជ្ជាយ៉ាងច្បាស់លាស់ភ្លាមៗ 7 ថ្ងៃក្រោយមកបន្ទាប់ពីការតាំងសិលនិងហាត់មុនអាគមយ៉ាងស្វិតស្វាញដោយមិនហូបបាយហូបតែទឹកនិងឫសឈើកម្លាំងបារមីរបស់អ្នកទាំងពីរកើនទ្វេដង យប់ថ្ងៃសិលងងឹតចូលមកដល់ម្ដងទៀតចម្រើននឹងប៊ុនលីមិនចាំឲ្យគ្រូធ្មប់នោះមកធ្វើបាបអ្នកភូមិទៀតទេពួកគេសម្រេចចិត្តជាអ្នកអញ្ជើញវាផ្ទាល់នៅកណ្ដាលវារហោស្ថានក្បែរព្រៃក្មួយយំពួកគេបានរៀបចំអាសនៈធំមួយរាយខ្សែសីមាជាទម្រង់យ័ន្ត 8 ទិសនិងដុតភ្លើងគប់ជុំវិញយ៉ាងតឹងរឹងប៊ុនលីអង្គុយតាំងសមាធិនៅកណ្ដាលសូត្របាលីបឆោតឲ្យវិញ្ញាណខ្មោចព្រៃដែលគ្រូធ្មប់នោះគ្រប់គ្រងឲ្យមកប្រមូលផ្ដុំនៅទីនេះដើម្បីទាក់ទាញម្ចាស់វាឲ្យចេញមុខចំណែកចម្រើនកាន់ព្រះខ័នគ្រូលៀបស្រមោលប្រមាត់ខ្លាំខ្មោមឈើរងចាំនៅមុខអាសនៈយ៉ាងអង់អាចមិនយូរប៉ុន្មានខ្យល់ព្យុះបានបក់យ៉ាងសន្ធោសន្ធោភ្លើងគប់រលត់អស់ពន្កាត់ផ្លៃស្រមោលខ្មៅមួយធំបានអណ្ដែតចុះមកពីលើអាកាសវាគឺជាគ្រូធ្មប់ខ្មៅនោះដែលពេលនេះរាងកាយរបស់វាពន្កាត់คล้ายជាបិសាចទៅហើយដោយសារឥទ្ធិពលនៃការស៊ីប្រលឹងមនុស្សវាសើយ៉ាងកង់រំពឹងក្មេងប៉ុណ្ណុក2នាក់ហ៊ានមករកសេចក្តីស្លាប់ដល់កន្លែងនេះឪពុកឯងស្លាប់ដោយសារអញថ្ងៃនេះអញនឹងបញ្ជូនពួកឯងទៅជួបវាគ្រូធ្មប់នោះវាស្គរស្បែកមនុស្សបញ្ជាហ្វូងខ្មោចតៃហោរាប់សិបក្បាលដែលមានមុខមាត់គួរឲ្យខ្លាចសាច់រលួយស្រកឈាមហោះតម្រឹងមកហែកសាច់ចម្រើននឹងប៊ុនលីចម្រើនទាត់ជើងទៅមុខរាយមុនដាវភ្លើងកាប់ឆ្វេងស្ដាំខ្មោចដែលត្រឺមុតព្រះខ័នសុទ្ធតែស្រែកលោនឹងឆែកជាអេះភ្លាមប៊ុនលីបន្តសូត្រមុនបាឌីឡូមបញ្ចេញពន្លឺពណ៌មាសការពារបងរត់មិនឲ្យត្រឺពីអាក្រក់ទាំងនោះគ្រូធ្មប់ឃើញដូច្នេះខឹងសម្បាយ៉ាងខ្លាំងក៏ស្ទុះចូលមកផ្ទាល់បញ្ចេញក្រញោមដៃពីតម្រឹងចំទ្រូងចម្រើនយកព្រះខ័នរងតប់តែត្រូវកម្លាំងគ្រូធ្មប់រុញថយក្រាយជាច្រើនជំហានរហូតក្អស់ឈាមប៊ុនលីឥឡូវនេះចម្រើនស្រែកផ្ដល់សញ្ញាប៊ុនលីបើកភ្នែកឡើងបោះយ័ន្ត8 ទិសឡើងលើមេឃរួចស្រែកបាលីបញ្ច្រោះទិសភ្លាមនោះយ័ន្តបានប្រែជាសំណាញ់ពន្លឺពណ៌មាសធ្លាក់មកគ្របដណ្ដប់រាងកាយគ្រូធ្មប់ជាប់កម្រើកលែងរួចវិញ្ញាណខ្មោចរាប់សិបដែលគ្រូធ្មប់ធ្លាប់បានសម្លាប់និងចាប់បង្ខំឥឡូវត្រូវបានដោះលែងដោយមុនបដិលោមរបស់ប៊ុនលីពេលនេះវិញ្ញាណគំនុំទាំងនោះមិនបានវាយប្រហារចម្រើនទេតែបានងាកមកសម្លឹងមើលគ្រូធ្មប់វិញដោយកែវភ្នែកក្រហមចោលពួកវាបានស្ទុះចូលទៅខំហែករាងកាយនិងប្រលឹងរបស់គ្រូកំណាចនោះជាចម្រៀកគ្រូធ្មប់ស្រែកយំយ៉ាងឈឺចាប់និងសុំក្តីមេត្តាប៉ុន្តែរាងកាយរបស់វាបានប្រេះបែកនិងផ្ទុះឆេះដោយភ្លើងខ្មៅដែលជាផលកម្មនៃការប្រើវិជ្ជាខ្មៅរបស់ខ្លួនឯងនៅទីបំផុតវាបានคล้ายជាផេះរលាយបាត់ទៅក្នុងដីការសងសឹកបានសម្រេចផ្ទៃមេឃស្រឡះល្អឡើងវិញពន្លឺព្រះច័ន្ទភ្លឺពេញបរិបូរណ៍ចម្រើននឹងប៊ុនលីលុតជង្គង់សំពាក់ទៅកាន់ផ្ទៃមេឃអរគុណដល់បារមីលោកតាយ៉ែនដែលតែងតែតាមថែរក្សាពួកគេគ្រួសារលោកតាយ៉ែនឥឡូវនេះមានអ្នកស្នងតំណែងយ៉ាងពិតប្រាកដដែលមិនត្រឹមតែខ្លាំងពូកែតែមានភាពចាស់ទុំនិងអាចការពារអ្នកភូមិបានជារៀងរហូតចប់ដោយបរិបូរណ៍